ត្រៃព្យូព្រើកំពុងមកដល់សីតុណ្ហភាពបានធ្លាក់ចុះដល់ដក60អង្សាសេខ្ញុំបានលេងហ្គេមនិងញ៉ាំអាហារឆ្នាំងក្តៅអ្នកជិតខាងដែលបានលួចសម្ភារៈរបស់ខ្ញុំកាត់សាច់ដោយសារត្រជាក់ហើយគ្មានអ្វីញ៉ាំទេហឹកស៊ីពួកគេបន្តសួរខ្ញុំសំណួរក្នុងក្រុមតើផ្សារទំនើបបើកឬអត់ប៉ុន្តែខ្ញុំបានថតវីដេអូនោះហើយបង្ហោះវាតាមអ៊ីនធឺណិតការញ៉ាំហត់ផតពេលកំពុងធ្លាក់ព្រើពិតជាស្រស់ស្រាយណាស់ខ្ញុំបានកើតជាថ្មីហើយភ្លាមនោះបានដាក់ជូនអ្នកជិតខាងបានមកទិញកូឡាចៅវាយសូមកូកាកូឡាមួយដបខ្ញុំបានទុកកំហឹងរបស់ខ្ញុំហើយប្រគល់វាទៅឲ្យកូកាកូឡាមួយដបប្រយោគតែមួយម៉ាត់ខ្ញុំមិនចង់និយាយបន្ថែមទៀតទេអរគុណលោកប្រធានអាកាសធាតុកាន់តែល្អឡើងនាពេលនេះកាន់តែត្រជាក់ដូច្នេះសូមរក្សាភាពកក់ក្ដៅខ្ញុំបានមើលគាត់ដើរចេញទៅវិញយីងសើចំអកក្នុងចិត្តការពីជាតិមុនរបស់គាត់គឺវ៉ងដេឈវិញក្រោមការคล้ายៗរបស់គ្រូសាលិនកូនប្រុសអ្នកដំបងគេដែលបើកទ្វារឲ្យខ្ញុំទ្វារផ្សារទំនើបបានបិទការស្តុកទុករបស់ខ្ញុំសម្ភារៈត្រូវបានគេលួចយកខ្ញុំបានងាកមើលពេលនោះវាជាខែកុម្ភៈនៅថ្ងៃទី28មួយថ្ងៃមុនមហន្តរាយព្យុះព្រើនៅសល់តែ4ថ្ងៃទៀតប៉ុណ្ណោះការព្យាករណ៍អាកាសធាតុភ្លឺខ្លាំងណាស់ភ្លៀងធ្លាក់ឥតឈប់ឈរការបន្ថែមព្រើបានបង្ហាញពីអ្វីដែលមិនធម្មតាកាលពីមុនជីវិតរបស់គាត់មនុស្សគ្រប់គ្នាគិតថាវាគ្រាន់តែជាការធ្លាក់ចុះសីតុណ្ហភាពធម្មតាប៉ុណ្ណោះសីតុណ្ហភាពទាបនៅតែបន្តហើយព្យុះព្រើនៅតែបន្តទីបំផុតសីតុណ្ហភាពបានធ្លាក់ចុះក្រោម0 ដឺក្រេក្នុងជីវិតនេះខ្ញុំត្រូវតែប្រញាប់សកម្មភាពពេលម៉ៅប៊ូហ្វានត្រឡប់មកផ្ទះវិញនៅល្ងាចនោះសំឡេងនោះបានបន្លឺឡើងអូនសម្លាញ់ឲ្យសាក់លបងធ្វើម្ហូបនៅផ្ទះមើលម្ហូបដែលខ្ញុំធ្វើសុទ្ធតែជាម្ហូបដែលអ្នកចូលចិត្តទាំងអស់ភ្នែកខ្ញុំសម្លឹងមើលទៅធុងសម្រាមប្រអប់យកទៅញ៉ាំខាងក្រៅប្រណិតជាច្រើនវានៅតែហុយផ្សែងក្នុងរយៈពេល7ឆ្នាំនោះសូម្បីតែផ្ទះបាយក៏នាងមិនដឹងកន្លែងណាទេប៉ុន្តែនាងអាចចម្អិនអាហារបាននៅតុអាហារពេលល្ងាចម៉ៅប៊ូហ្វានបានយកចិត្តទុកដាក់បានរើសអាហារមួយចំនួនឲ្យខ្ញុំហើយភ្លាមនោះបាននិយាយថាតូចបាយតោះយើងរៀបការសំណើនោះគ្មានផ្កាគ្មានចិញ្ចៀនទេគ្មានពាក្យផ្អែមល្ហែមសំបីតែមួយម៉ាត់ការពីជាតិមុនរបស់ខ្ញុំផ្សារទំនើបរបស់ខ្ញុំត្រូវបានគេប្លន់គាត់បានវាត្រឡប់ទៅផ្ទះវិញដោយពោពេញតែគាត់បានអូនឯថាខ្ញុំមិនបានយកអ្វីនេះអបបងអូនជីដូនមួយរបស់គាត់លីវរូយ៉ាពួកគេបានបណ្ដេញខ្ញុំចេញពីផ្ទះក្នុងជីវិតនេះវាពិតជាស្ថិតនៅក្នុងវិនិស្សកម្មគាត់បានសុំខ្ញុំរៀបការនៅយប់មុនបេះដូងខ្ញុំច្រៀងចម្រៀងដ៏អស្ចារ្យមួយប៉ុន្តែគាត់ញឹមពេលគាត់សម្លឹងមើលផ្កាយល់ព្រមខ្ញុំចង់ឃើញអ្វីដែលគាត់ពិតជាកំពុងធ្វើតើពួកគេលក់ថ្នាំប្រភេទអ្វីខ្ញុំបានសួរដោយធ្វើពុតជាគ្មានកំហុសបើយើងរៀបការខ្ញុំនឹងឲ្យឡានមួយគ្រឿងដល់អ្នកខ្ញុំត្រូវការឡានមួយប៉ុន្តែខ្ញុំខ្វះខាតលុយបន្តិចភ្នែករបស់ម៉ៅប៊ូហ្វានភ្លឺឡើងស្ទើរតែប៉ុន្មាន500,000មុខរបស់គាត់ងឹតភ្លាមមិនអីទេខ្ញុំនឹងបន្តសម្ដែងម្ដាយខ្ញុំបានទទួលមរណភាពមុនអាយុដោយបន្សល់ទុកខ្ញុំលុយមួយចំនួនធំណាស់ខ្ញុំមិនព្រមចែកវាទេវាអាចត្រូវបានផ្លាស់ទីប៉ុន្តែសម្រាប់ពិធីមង្គលការរបស់យើងខ្ញុំត្រូវទិញរថយន្ត Maserati សូមឲ្យយើងមានសេរីរុងរឿងរៀបការបន្ទាប់ពីផ្អាកមួយសន្ទុះគាត់ក៏និយាយពាក្យថាល្អចេញមកមិនយូរប៉ុន្មានទូរស័ព្ទក៏រត់ឡើង High Silver ការជូនដំណឹងអំពីការផ្ទេរប្រាក់តាមធនាគារបានលេចចេញទទួលបាន500,000 យន់ឥឡូវនេះដោយបូកបញ្ចូលប្រាក់សន្សំពីមុនរបស់ខ្ញុំមានជាង1 លានទីបញ្ចប់នៃពិភពលោកកំពុងមកដល់លុយនេះគ្រប់គ្រាន់ហើយខ្ញុំមានផ្ទះពេញទៅដោយរបស់របរធនធានដើម្បីឆ្លងកាត់រដូវរងាបានយ៉ាងស្រួលមិនអីទេការរកថយក្រោយនៃមហន្តរាយរបស់ Blizzard នៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះដូច្នេះខ្ញុំបានមកតាំងពីផ្សារទំនើបទៅមានអ្វីមួយនៅពីក្រោយផ្លាកសញ្ញាវាមួយនាំទៅដល់បន្ទប់ក្រោមដីកាលខ្ញុំនៅតូចម៉ាក់ខ្ញុំប្រាប់ខ្ញុំថាមុនពេលមានទូទឹកកកកន្លែងនេះគឺជាកន្លែងមួយបន្ទប់ក្រោមដីទឹកកកធម្មជាតិកន្លែងទុកពិសេសទេមិនអីទេខ្យល់ត្រជាក់មួយបានបក់ចេញមកពេលទ្វារឈើត្រូវបានវាបានស្ទុះមករកខ្ញុំដូច្នេះខ្ញុំក៏ចាប់យកពើរបស់ខ្ញុំបានបក់ជុំវិញពេញពី140 ម៉ែត្រការ៉េប៉ុន្មានថ្ងៃចុងក្រោយនេះខ្ញុំផ្ដោតលើការជួសជុលដោយប្រើរឿងនេះជាលេខផ្សារទំនើបត្រូវបានបិទជាបណ្ដោះអាសន្នគេបានបញ្ចប់ការសិក្សាហើយគេបានតាក់ទងក្រុមហ៊ុនជួសជុលមួយហើយអ្នកបើកបរបានសម្អាតផ្សារទំនើបទាំងខាងក្នុងបន្ទប់ក្រោមដីទាំងអស់ត្រូវបានបំពាក់ដោយប្រព័ន្ធការពារត្រូវបានរុំដោយកបាសនិងស្រទាប់កម្ដៅវាមកចត់ណាស់ខ្ញុំក៏បានណែនាំជាពិសេសថានៅក្រោមដីបំពង់ខ្យល់ត្រូវការពង្រីកច្រើននៅពេលដែលពេលវេលានោះមកដល់ទីបញ្ចប់ដ៏ភ្លាមនិងជូរចត់នឹងមកដល់រឿងធ្លាក់ខ្លាំងបានបិទទ្វារទាំងអស់នេះអរគុណដល់កន្លែងនេះវាជាខ្យល់ខ្ញុំក៏បានទាមទារឲ្យទ្វារនិងបង្អួចទាំងអស់ត្រូវបានពង្រឹងផងដែរជំនួសកញ្ចក់ដោយកញ្ចក់ការពារក្រហមរឹតការពីជាតិមុនរបស់ខ្ញុំស្នែងទាំងនោះបានលោតឡើងជុតឆាកនៃការចូលតាមទ្វាររបស់ខ្ញុំនឹងមិនភ្លេចវាឡើយច្រកចូលផ្សារទំនើបត្រូវតែជាច្រកចូលដ៏ពេញនិយមបំផុតទ្វារសុវត្ថិភាពកម្រិតខ្ពស់ផងដែរវាភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើប360 ដឺក្រេការផលិតថាមពលព្រះអាទិត្យដោយគ្មានចំណុចខ្វះខាតកាមេរ៉ាខ្ញុំនឹងរងចាំមើលថាអ្នកណាហ៊ានប្រកួតប្រជែងជាមួយខ្ញុំលើកនេះមានម្ចាស់ផ្សារទំនើបខ្ញុំទេអត្ថន័យមហាអំណាចពិតជាមានប្រយោជន៍ណាស់5សិប្បករជួសជុលលំដាប់កម្ពុជាយ៉ាងពេលនេះគឺដើម្បីផ្លាស់ប្ដូរការងាររបស់ថ្ងៃល្បឿននេះល្បឿនពិតជាអស្ចារ្យណាស់យប់នោះខ្ញុំមិនចង់ត្រឡប់ទៅជួបម៉ៅទៀតទេហ្វានបានសម្រេចចិត្តទៅហាងងាយស្រួលធ្វើអ្វីមួយនៅលើ Grabot យប់ខ្ញុំបានពិនិត្យមើលស្តុកទំនិញបច្ចុប្បន្នរបស់សម្ភារៈប្រើប្រាស់មួយចំនួនមានកញ្ចប់អាហារសម្រន់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃប្រេងអំបិលទឹកស៊ីអ៊ីវទឹកខ្មេះកន្សែងដាស់ឆៅដែលជារបស់របរប្រចាំថ្ងៃភាគច្រើននៃពួកវាអាចរកបានបើមិនមែនដោយសារមនុស្សទាំងនោះក្នុងជីវិតអ្នកចិត្តការខ្ញុំលួចរបស់របរទាំងអស់ហើយខ្ញុំមិនបានចំពោះការបញ្ចប់នៅក្នុងស្ថានភាពដ៏វេទនាបែបនេះកាលពីឆ្នាំមុនវានឹងមានភាពកក់ក្ដៅនៅខ្ញុំបានក្រោកពីដំណេកប៉ុន្តែអាកាសធាតុឆ្នាំនេះអាក្រក់ណាស់សីតុណ្ហភាពបានធ្លាក់ចុះដោយមិននឹកស្មានសីតុណ្ហភាពចុះដល់15 អង្សាសេវាត្រជាក់ខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយផ្សារទំនើបនិងបន្ទប់ក្រោមដីរបស់ខ្ញុំនេះត្រូវបានជួសជុលឡើងវិញទាំងស្រុងហើយឥឡូវនេះរួចរាល់បានមកដល់ហើយសារវិឆាតរបស់មីវវិនមុនពេលចូលគេនៅតែបាញ់ប្លង់មកលើយើងឥតឈប់ឈរគាត់បានសួរខ្ញុំថាហេតុអ្វីខ្ញុំមិនទៅផ្ទះហើយបងប្អូនជីដូនមួយរបស់ខ្ញុំលីរូយ៉ានបានមកយ៉ាងពេលធ្វើដំណើរទៅទីក្រុងអ្នកគួរតែស្នាក់នៅផ្ទះហាខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការយកចិត្តទុកដាក់ចំពោះរឿងនោះទេការរាប់ថយក្រោយនៃមហន្តរាយព្យុះព្រើ2ព្រះជាម្ចាស់ឲ្យខ្ញុំទៅតែក្រោកពីដំណេកហើយខ្ញុំបានបើកឡានរួចហើយឡានដឹកទំនិញដែលដឹកជញ្ជូនទំនិញទៅកាន់ផ្សារទំនើបជាកាន់ទីផ្សារលក់ដុំធំបំផុត
ខ្ញុំបានកក់ក្រែ10ក្នុងពេលតែមួយភួយក្រាស់បំផុតមួយក្រែមួយតឹង2ម៉ែត្រនិង2ទូទឹកក៏ទ្វារ2ធំមួយដាក់វានៅក្នុងផ្ទះសុវត្ថិភាពក្រោមដីភ្លាមបន្ទាប់ពីនោះខ្ញុំបានទិញពីបន្ថែមទៀតប្រេងម៉ាស៊ូត100ជីននិងអស់10ដាំទៀតម៉ាស៊ីនភ្លើងប្រេងរឿងនោះប៉ុន្តែរូបីបានរឹងត្រូវការអគ្គិសនីដើម្បីធានាបាននូវគុណភាពជីវិតជាមូលដ្ឋានលើសពីនេះខ្ញុំក៏បានបន្ថែម500ផងដែរអល់កុលរឹងមួយ500ភ្លើងសម្រាប់កម្ដៅដៃចំនួន50ប្រអប់ទាំងនេះគឺជាឧបករណ៍កម្ដៅដ៏អស្ចារ្យទាំងអស់កាន់តែច្រើនកាន់តែល្អអូហើយខ្សាច់ឆ្មាវិញវាមិនមែនជាសម្រាប់ឆ្មាក្នុងអាកាសធាតុត្រជាក់ខ្លាំងសូម្បីតែការទៅបង្គន់ក៏ជាបញ្ហានៅទីនេះដែរ6ខ្សាច់ឆ្មា100ផនគឺគ្រប់គ្រាន់សម្រាប់ខ្ញុំវាជាយូរចំពោះអាហារវិញខ្ញុំបានទិញមួយដំឡូងបារាំង100ជីនស្រា50ជីនបន្លែនិងអាហារជាច្រើនប្រភេទទៀតដែលរក្សាទុកបន្លែ100ផ្លែក្នុងមួយផ្លែឆ្មាលើសពីនេះខ្ញុំក៏បានទិញ50គីឡូក្រាមផងដែរសាច់ក្រកនិងសាច់ក្រកស្ងួតសុទ្ធតែជាម្ហូបដ៏សំខាន់មួយដែលរក្សាបានល្អនៅផ្សារកសិករខ្ញុំក៏បានធ្វើការបញ្ជាទិញដែរខ្ញុំបានធ្វើនំប៉័លសាច់ជ្រូកចំនួន300ពោតបំពងនិងបង្គា3ប្រភេទ150នៃការបំពេញនីមួយញ៉ាំអាហារមួយពេលនៅក្នុងបន្ទប់គេងនំប៉័លក្តៅគ្រាន់តែប៉ុណ្ណឹងបទពិសោធន៍ដ៏ឋានសួគ៌មួយដើម្បីកុំឲ្យតាក់ទាញចំណាប់អារម្មណ៍ខ្ញុំពួកគេថែមទាំងបានធ្វើដំណើរវិញជាច្រើនដងពីរាជការក្នុងស្រុកទោះយ៉ាងណាក៏ដោយវាជាពេលដែលខ្ញុំជ្រើសរើសពេលដល់របស់របរចុងក្រោយមួយចំនួនទៀតរូបរាងដែលធ្លាប់ស្គាល់មួយបានលេចចេញបងអូនជីដូនមួយជាទីស្រឡាញ់របស់ខ្ញុំលីវរូយ៉ានប្រទេសទិញអីវ៉ាន់របស់នាងពេញហើយអង្គមីកញ្ចប់និងទឹកដបគាត់នៅតែកាន់គំនរធំមួយនៅក្នុងក្រដាស់បង្គន់ពេលដងខ្ញុំលោតញាប់តើនាងកំពុងធ្វើអ្វីនាងក៏ចាប់ផ្ដើមស្តុកទំនិញដែរតើវាអាចទៅរួចទេដែរនាងគាត់ក៏បានកើតជាថ្មីដែរមែនទេរូយ៉ានតើអ្នកកំពុងធ្វើអ្វីនៅផ្សារទំនើបភ្នែករបស់នាងព្រិចមានភាពភ័យស្លន់ស្លោបន្តិចភាពវឹកវរបងស្រីយ៉ាវខ្ញុំកំពុងទៅលេងយ៉ាងឆេងតើខ្ញុំស្នាក់នៅណាក្រុមគ្រួសាររបស់អ្នកមានការខ្មាស់អៀនបន្តិចប៉ុន្តែពួកគេជាទិញអ្វីមួយនេះពិតជាមិនធម្មតាមែនមិនដូចលោកលីវកាលពីអតីតកាលរូយ៉ានដឹងតែពីរបៀបញ៉ាំនិងយករបស់របរប៉ុណ្ណោះខ្ញុំមិនដែលទិញអ្វីហើយដឹកវាដល់មាត់ទ្វារផ្ទះរបស់អ្នកទេខ្ញុំមិនបានសួរសំណួរអ្វីទៀតទេខ្ញុំគ្រាន់តែនៅស្ទះបានបង្កើនល្បឿននៃការដល់ទិញអីវ៉ាន់ត្រឡប់មកផ្សារទំនើបវិញខ្ញុំបានដាក់សម្ភារៈបន្ទាប់ពីរៀបចំខ្លួនរួចខ្ញុំហត់នឿយខ្លាំងណាស់មិនអីទេយ៉ាងណាមិញពេលខ្ញុំដេកលើដីនៅលើក្រែតឹង2ម៉ែត្រក្នុងបន្ទប់ខ្ញុំបានមើលគំនរសម្រាមជុំវិញនោះពោពេញទៅដោយសម្ភារៈប្រើប្រាស់វាមានអារម្មណ៍ដូចជាអ្វីទាំងអស់វាមានតម្លៃទាំងអស់ខ្ញុំហៀបនឹងសម្រាប់ស្រាប់តែទូរស័ព្ទរបស់ខ្ញុំរត់ឥតឈប់ឈរសារមួយចំនួនបានចូលមកសម្លាញ់តើយើងមិនបានយល់ព្រមជួបគ្នាថ្ងៃនេះទេតើយើងទៅយកសម្បត្តិអាពាហ៍ពិពាហ៍ទេសម្លាញ់ឲ្យសូមឆ្លើយតបសាររបស់ខ្ញុំឆាប់តើអ្នកណែណាគាត់មិនទាំងទៅផ្ទះផងតើមានអ្នកផ្សេងនៅខាងក្រៅទេរួចហើយខ្ញុំបានឆ្លើយដោយស្ងប់ស្ងាត់ថានៅក្នុងទិញម៉ាសាឡាឲ្យខ្ញុំនៅខាងក្រៅទីនេះថ្ងៃទី3ខែមីនាជាទីផ្សារចុងក្រោយបន្ទាប់ពីថ្ងៃទៀតទៅខ្ញុំភ្ញាក់ឡើងភ្លាមដោយចាប់ផ្ដើមសម្លៀកបំពាក់ក្តៅរបស់ខ្ញុំនៅតែនៅផ្ទះខ្ញុំត្រូវត្រឡប់ទៅវិញហើយវិតខ្ចប់ដូច្នេះខ្ញុំបានបើកសោឆ្លាតវៃសូមពិនិត្យមើលវីដេអូខ្លមមើលដើម្បីមើលពេលពួកគេចាក់ចេញវាហើយជាលទ្ធផលរូបភាពបានបង្ហាញពីម៉ៅប៊ូតែនឹងលឺរួយអានបានអបគ្នាជាមួយគ្នាសម្លាញ់ឲ្យប្រញាប់ឡើងហើយនៅជាមួយខ្ញុំអូនស្រីរបស់ខ្ញុំបានទទួលសម្បត្តិអាពាហ៍ពិពាហ៍ហើយប្រសិនបើអ្នកស្លាប់សំណងធានារ៉ាប់រងនឹងមានចំនួនវាជារបស់អ្នកសម្លេងរបស់លីវរូយ៉ានបានបន្លឺឡើងមិនអីទេខ្ញុំនឹងធ្វើវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតើអ្នកមិនបាននិយាយថាវានឹងមានព្រឹកធ្លាក់ខ្លាំងនៅតែវាជាទ្រង់អនឡាញមែនតើសម្ភារៈរួចរាល់ហើយឬនៅជូនពរឲ្យអ្វីប្រសើរឡើងខ្ញុំបានបិទកាមេរ៉ាសុវត្ថិភាពហើយអ្វីគឺតានតឹងដាក់ដោយមិននឹកស្មានដល់ពួកគេស្ថិតនៅចុងទីផ្សារពួកគេធ្លាប់បានគប់គិតគ្នាពីមុនមកហើយនៅតែចង់ធ្វើបាបខ្ញុំបានផ្ញើសារទៅម៉ៅប៊ូហ្វានភ្លាមព័ត៌មានអាចរកបាននៅការិយាល័យកិច្ចការស៊ីវិលបន្ទាប់ពីទទួលបានសម្បត្តិអាពាហ៍ពិពាហ៍នៅការិយាល័យកិច្ចការស៊ីវិលនិយាយដល់ចិត្តណាជាមួយម៉ៅប៊ូហ្វានអបនឹងអបគ្នាធ្វើកាយវិការមួយរូបរាងនៃសុភមង្គលពីជ្រុងភ្នែករបស់ខ្ញុំបានឃើញលីវរូយ៉ារបស់គាត់ប្រែជាពណ៌បៃតងមិនយូរប៉ុន្មានពួកគេបានបង្កើតលេខដើម្បីចាក់ចេញឲ្យខ្ញុំស្មានថានាងបានទៅក្រុមហ៊ុនធានារ៉ាប់រងខ្ញុំប្រញាប់ទៅផ្ទះហើយរៀបចំរបស់របរសម្លៀកបំពាក់និងរបស់របរចាំបាច់របស់ខ្ញុំផ្ទាល់ទោះយ៉ាងណាក៏ដោយខ្ញុំមិនបានចាក់ចេញភ្លាមទេជំនួសឲ្យការបើកពួកគេត្រូវបានដាក់នៅកន្លែងលាក់កំបាំងកាមេរ៉ារុនបញ្ចូលច្រើនត្រូវបានដំឡើងក្បាលកំពុងធ្វើចលនាខ្ញុំចង់ឃើញសូម្បីតែពេលមានអាកាសធាតុត្រជាក់ខ្លាំងក៏ដោយពួកគេតើវាអាចបង្កលោកអ្វីខ្លះនៅថ្ងៃដំបូងនៃភាពត្រជាក់ភ្លាមសីតុណ្ហភាពបានសីតុណ្ហភាពចុះដល់10អង្សាវានៅខាងក្រៅគឺជាផ្ទៃមេឃដ៏ធំទូលាយនៃពណ៌ខ្ញុំបានពិនិត្យមើលទ្វារនិងបង្អួចយ៉ាងអ្វីគឺធម្មតារួមទាំងរួមខ្យល់ចេញចូលផងដែរសីតុណ្ហភាពនៅក្នុងបន្ទប់ក្រោមដីក៏មានស្ថិតនៅសីតុណ្ហភាពប្រហែល18អង្សាសេបន្ទាប់មកខ្ញុំបានភ្លុក mail វិញប៉ុន្តែមិនយូរប៉ុន្មានតាមទូរស័ព្ទមានមនុស្សចម្លែករាប់សិបនាក់ខកខានទទួលទូរស័ព្ទមាននរណាម្នាក់បានដឹងយ៉ាងឆាប់រហ័សខ្ញុំមិនអាចអង្គុយស្ងៀមបានទៀតទេខ្ញុំបានចុចលើអ្វីដែលលាក់ដោយចៃដន្យកាមេរ៉ាលាក់នៅក្នុងផ្ទះ Lil Ruyan និង Mel Bufan ញ័រខ្លួនដោយការភ័យខ្លាចពួកគេបានអបគ្នាដើម្បីភាពកក់ក្ដៅសម្លេងរបស់ Lil Ruyan បានបន្លឺឡើងតារាប់ណាយើងដូចការពីអតីតកាលពួកគេបានដេញសត្វលេតអ្វីចេញហើយទុកឲ្យវាកករហូតដល់ស្លាប់បន្ទាប់ពីស៊ូទ្រាំអស់រយៈពេល3ខែផ្ទះនិងផ្សារទំនើបទីក្រុងនៅតែមានលុយដែលម្ដាយរបស់នាងបានបន្សល់ទុកពួកគេទាំងអស់នឹងក្លាយជារបស់យើងម៉ៅប៊ូហ្វានបានបន្ថែមថាអ្នកពិតជាឆ្លាតណាស់មីងយើងត្រូវតែស៊ូនោះជារឿងគួរឲ្យស្អប់ខ្ពើមខ្ញុំបានបិទ monitor ហើយគិតក្នុងចិត្តថាការកញ្ញាប្រសិនបើវាពិតជាដូចជា Lil Ruyan ដូចដែលគេនិយាយអញ្ចឹងមានតែ3នាក់ប៉ុណ្ណោះនៅក្នុងយុគសម័យត្រជាក់បំផុតហើយបន្ទាប់មករបស់របរដែលខ្ញុំបានស្តុកខ្ញុំមានលុយគ្រប់គ្រាន់ដើម្បីរស់នៅបានស្រួលក្រោយរយៈពេល3ខែនេះសូម្បីតែយូរជាងនេះទៅទៀតខ្ញុំបែរមកធ្វើសាច់ក្រកខ្ញុំហៀបនឹងញ៉ាំអាហារស្រាប់តែទូរស័ព្ទរបស់ខ្ញុំវាចាប់ផ្ដើមរត់ឥតឈប់ឈរខ្ញុំបើកវាឲ្យឃើញថាវាមកពីផ្សារទំនើបក្រុមដឹកជញ្ជូនពោពេញទៅដោយមនុស្សតូចសំណើទិញពីប្រជាពលរដ្ឋនៅក្នុងស្រុកចៅវាយប្រញាប់ឡើងហើយយកតែគុជ5ប្រអប់មកមីទឹកស៊ុប10កេសដល់90401តម្រូវការបន្ទាន់ចៅវាយវា1ម៉ោងហើយហេតុអ្វីបានជាមីកញ្ចប់5ប្រអប់មិនទាន់មកដឹកជញ្ជូនវាប្រសិនបើវាមិនត្រូវបានដឹកជញ្ជូនឆាប់នេះទេខ្ញុំនឹងដាក់អីទៅខ្ញុំនឹកឃើញដល់ពេលចុងក្រោយដែលក៏ជាថ្ងៃនេះដែរ
ខ្ញុំបានកត់សម្គាល់ឃើញថាមានអ្វីមួយខុសប្រក្រតីជាលើកអ្នករាល់គ្នាឲ្យប្រមូលទុកសម្ភារៈនៅពេលនោះខ្ញុំកំពុងប្រឈមនឹងសីតុណ្ហភាពដ៏អស្ចារ្យជាច្រើនដឺក្រេនៅទូទាំងរត់ឡើងចុះក្នុងសង្កាត់ដើរពីផ្ទះមួយទៅផ្ទះមួយដឹកជញ្ជូនទំនិញពីទ្វារមួយទៅទ្វារមួយសម្រាប់តែដើម្បីផ្ដល់ឱកាសកាន់តែច្រើនដល់មនុស្សគ្រប់គ្នានៅតែមានសង្ឃឹមប៉ុន្តែមានអ្វីកើតឡើងពួកគេទាំងអស់គ្នាបានខ្លាចជាមនុស្សធំហើយរឹងមាំនោះមិនចេះឆ្អែតទេឆ្លៀតឱកាសជាមួយក្រុមអ្នកជិតខាងប្លន់ពួកគេបានប្លន់ផ្សារទំនើបរបស់ខ្ញុំវាទេស្អាតហើយពួកគេថែមទាំងដាក់ឈ្មោះវាថាអ្នកជិតខាងទៀតផងទោះបីជាម្ចាស់ផ្ទះជួបបញ្ហាធំក៏ដោយក៏ពួកគេនៅតែតើយើងកំពុងនិយាយអំពីអ្វីលុយតាមអ្វីដែលខ្ញុំបានរៀនក្នុងករណីធ្ងន់ធ្ងរបំផុតនៅក្នុងបរិស្ថានណាមួយមនុស្សជាតិគឺជាមនុស្សដែលមានភាពសប្បាយបំផុតខ្ញុំបានឆ្លើយភ្លាមថាវាត្រជាក់ពេកហើយមែនហើយផ្សារទំនើបត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីការបើកឡើងវិញមនុស្សគ្រប់គ្នានឹងត្រូវដោះស្រាយដោយខ្លួនឯងនៅពេលនេះដាស៊ូងបានលោតចេញម្ដងទៀតហើយស្រែកគ្មានផ្លូវទេតើមានអ្វីដែលត្រូវខ្លាចចុះបើទីបញ្ចប់នៃពិភពលោកពិតជាម្ដងតែទិញវាដោយឥតគិតថ្លៃទោះបីជាគាត់បានដកខ្លួនចេញយ៉ាងលឿនក៏ដោយខ្ញុំនៅតែឃើញវាការទិញសូណាយ៉នខ្ញុំបានសម្លឹងមើលទៅជាច្រកជោគផ្សារទំនើបចាំមើលថាអ្នកធ្វើអ្វីទិញដោយឥតគិតថ្លៃការជួបជុំនេះរួមមានថ្ងៃទី7នៃអវសានពិភពលោកសីតុណ្ហភាពបានធ្លាក់ចុះដោយផ្ទាល់ដល់ដក30ខ្ញុំកំពុងត្រាំខ្លួនក្នុងភាពកក់ក្ដៅនៃម៉ាស៊ីនកម្ដៅតូចវាពិតជាស្រស់ស្អាតណាស់បន្ទាប់ពីញ៉ាំអាហារនិងផឹករួចខ្ញុំក៏អង្គុយលើសាឡុងចាប់ផ្ដើមមើលខ្សែភាពយន្តខ្លីមួយក្រោយមកកាមេរ៉ាខ្លុំមើលនៅផ្ទះនៅក្នុងរូបភាពនេះលីវរូយ៉ាននិងម៉ៅពូហ្វានកំពុងស្វែងរកដងដោយអន្ទះសារខាងលិចប៉ុន្តែពួកគេបានស្វែងរកទាំងមូលតុកកាហ្វេក៏រកមិនឃើញដែរម៉ៅប៊ូហ្វានកាន់តែអន្ទះសារដោយរំខានខ្លាំងខ្ញុំបានទូរស័ព្ទទៅហើយក្នុងពេលជាមួយគ្នានោះទូរស័ព្ទរបស់ខ្ញុំក៏រត់ឡើងរកឈរឡើងសំឡេងរបស់គាត់នៅចុងខាងទៀតនៃទូរស័ព្ទគឺខ្ញុំញ័រខ្លួនតើអ្នកណែណាត្រឡប់មកវិញឲ្យលឿនផ្ទះនេះស្ថិតនៅក្រោមការគ្រប់គ្រងពីចំណាយនេះបាត់ហើយសូមត្រឡប់មកវិញហើយទិញវាឲ្យបានលឿនទ្វារនឹងបង្អួចនៅជាន់ទី18ត្រូវបានគេប្រើប្រាស់ជាប្រែវាចន្លោះប្រហោងខ្យល់ចេញចូលគឺមិនអាចទៅរួចទេផ្ដាសាយធ្ងន់ធ្ងរហើយខ្ញុំបានលេងជាមួយវាដោយស្ងប់ស្ងាត់បញ្ជាពីជំនាញម៉ាស៊ីនត្រជាក់នៅក្នុងសម្ភារៈប្រើប្រាស់ពេលខ្ញុំវិចខ្ចប់សម្លៀកបំពាក់ខ្ញុំបានយកវាទៅជាមួយខ្ញុំបានថតរូបមួយហើយបង្ហោះវាគាត់បានទៅហើយបន្ថែមប្រយោគមួយតើអ្នកកំពុងនិយាយអំពីឧបករណ៍បញ្ជាពីចម្ងាយនេះមែនទេ100,000 រៀលក្នុងមួយឬមិនគិតថ្លៃទេបើអ្នកគ្មានលុយបើប៊ូហ្វានខឹងភ្លាមតើអ្នកចង់មានន័យយ៉ាងណាហេតុអ្វីបានជាអ្នកមិនប្លន់នរណាម្នាក់ប្រសិនបើអ្នកមាន100សូនអ្នកនិងរូយ៉ានស្និទ្ធស្នាលគ្នាណាស់អ្នកមិនចង់ឲ្យនាងកក់ទេមែនទេមិនឲ្យលុយ100សូនខ្ញុំដាក់ទូរស័ព្ទចុះភ្លាមដោយគិតក្នុងចិត្តថាវាពិតជាពេញចិត្តខ្លាំងណាស់ម៉ៅប៊ូហ្វានមនុស្សកំណាញ់ម្នាក់ច្បាស់ជាមិនព្រមចែកផ្លូវជាមួយវាត្រូវចំណាយលុយដើម្បីទិញវាប៉ុន្តែត្រូវរងចាំវាពេលអាកាសធាតុត្រជាក់ខ្លាំងពេកអ្នកមិនអាចទ្រាំទ្របានទៀតទេអ្នកគាត់នឹងលុតជង្គង់ចុះហើយអង្វរខ្ញុំគាត់បានបោះជំហាននេះនៅក្នុងការជែកជាក្រុមរបស់ខ្ញុំបានសុំខ្ចីឧបករណ៍បញ្ជាពីចម្ងាយហើយលទ្ធផលមាននរណាម្នាក់យកចិត្តទុកដាក់ចំពោះ3ថ្ងៃក្រោយមកសីតុណ្ហភាពបានធ្លាក់ចុះបន្ថែមទៀតរហូតដល់ដក40អង្សាសេម៉ៅប៊ូហ្វានដែលគ្មានកន្លែងណាផ្សេងទៀតដើម្បីញាក់ទៅគេបានអន់ក្បាលដោយស្ម័គ្រចិត្តហើយអង្វរខ្ញុំឲ្យយកឧបករណ៍បញ្ជាពីចម្ងាយខ្ញុំបានបើកទ្វារមួយក្នុងចំណោមទ្វារទាំងនោះប្រាប់គាត់ឲ្យផ្ញើប្រាក់តាមបង្អួចតូចគាត់ញ័រដោយសារត្រជាក់ឬបានផ្ទេរដោយគោរពតាមចំនួន100,000ខ្ញុំបានលក់វាទៅឲ្យគាត់ដោយសប្បុរសក្នុងតម្លៃ100,000ឧបករណ៍បញ្ជាពីចម្ងាយតែគាត់ខឹងយ៉ាងខ្លាំងពួកគេបានប្រមាថខ្ញុំហេតុអ្វីបានជាឧបករណ៍បញ្ជាពីចម្ងាយអស់ថ្មអ្នកមិនបានសួរទេថ្មមួយក្នុងចំណោម10,000នាក់ល្អណាស់ខ្ញុំរកលុយបានយ៉ាងងាយមនុស្សល្ងងចំនួន120,000នាក់ខ្ញុំបានត្រឡប់ទៅបន្ទប់ក្រោមដីវិញដើម្បីញ៉ាំអីទេដំឡូងបារាំងផ្សិតអេណូគីនិងសាច់កូហានជាចំណិតឲ្យខ្ញុំសាច់ក្រកបន្ថែមទៀតនៅលើចង្ក្រានហ្គាសចល័តឆ្នាំងក្តៅហឹរពូនៅខាងក្រោមមានក្លិនក្រអូបរសជាតិវាគួរឲ្យចង់ញ៉ាំណាស់របស់ល្អមិនគួររក្សាទុកតែម្នាក់ឯងទេខ្ញុំនឹងវីដេអូដ៏អស្ចារ្យរបស់ថងម៉ៅនិយាយមនុស្សល្ងងនោះញឹមដាក់គេដោយខ្ញុំគួរតែមានចិត្តទន់ភ្លន់ហើយអនុញ្ញាតឲ្យពួកគេចូលស្ថិតនៅក្នុងទីក្រុងខ្ញុំបើកកាមេរ៉ាក្រោយដោយញឹមយ៉ាងអាក្រក់កាមេរ៉ាចង្អុលទៅកម្ដៅនៅពីមុខខ្ញុំឆ្នាំងក្តៅចំហុយ360ដឺក្រេដោយគ្មានចំណុចខ្វាក់ដល់ឲ្យអ្នកទាំងពីរបានចែករំលែកវាម្ដងនៅក្នុងវីដេអូនោះម៉ៅប៊ូហ្វាននិងលីវមាត់របស់ឬយ៉ែនហូរទឹកមាត់វាបានធ្លាក់ចុះកំសត់ណាស់សូមអង្វរខ្ញុំសៀវបៃខ្ញុំសូមអង្វរអ្នកសូមអនុញ្ញាតឲ្យយើងទៅទំនើបយើងត្រជាក់ហើយឃ្លានណាស់ដើម្បីជាប្រយោជន៍ដល់អតីតកាលសូមអភ័យទោសឲ្យខ្ញុំដោយអារម្មណ៍សៀវបៃអ្នកមិនអាចគ្រាន់តែមើលខ្ញុំក៏បានទេស្លាប់លោកលីវរួយអិនក៏បានធ្វើកំណត់ចំណាំមួយផងដែរគាត់ធ្វើពុតជាអាណិតខ្ញុំបាននិយាយពាក្យមួយម៉ាត់ហើយបន្ទាប់មកជួទូរស័ព្ទពិភពលោកស្ងាត់ឈឹងឥឡូវនេះខ្ញុំយកមួយសាច់ជ្រូកមួយដុំជ្រលក់ក្នុងប្រេងឡងនិងខ្ទឹមភក់មួយខាំក្តៅហើយស្រស់ក្លិនក្រអូបបានផ្ទុះឡើងក្នុងមាត់ខ្ញុំភ្លាមគាត់បានបើកភ្នែកយ៉ាងស្រួលខ្ញុំមិនដែលរំពឹងថាម៉ៅប៊ូហ្វានជាមនុស្សមានចរិតមិនស្មោះត្រង់សោះតាមពិតគាត់បានថតរូបខ្ញុំបានថតរូបខ្លួនឯងកំពុងញ៉ាំសម្ហុកវានៅក្នុងការជែកជាក្រុមសហគមន៍ការជែកជាក្រុមបានផ្ទុះឡើងភ្លាមពោពេញដោយបណ្ដាសាសម្រាប់មួយដុំភាពអាត្មានិយមមួយភាពគ្មានបេះដូងអ្វីសោះមិនព្រមជួយអ្នកណាម្នាក់ដែលកំពុងជួបការលំបាកពីសម្ដែងគំរាមកំហែងយ៉ាងសើធរដែលពួកគេប្រើខ្ញុំទើបតែផ្ញើវីដេអូអំពីឆ្នាំងក្តៅនៅក្នុងការជែកជាក្រុមសូមបន្ថែមប្រយោគមួយបន្ទាប់ស៊ូទីងកំពុងមានភាពសប្បាយរីករាយយ៉ាងខ្លាំងក្នុងការជែកជាក្រុមកាន់តែមានភាពរស់រវើកបន្ទាប់ពីនោះទុកឲ្យគេជេរចុះខ្ញុំនឹងពាក់វាទៅណាក៏ដោយខ្ញុំមិនអាចជឿវែដោយពាក់កាសបានទេខ្ញុំបានដេកលើគ្រែយ៉ាងស្រួលខ្ញុំកំពុងដេកលក់ស្រាប់តែអ្នកជិតខាងនៅជាន់លើនៅច្រកទ្វារក្រុងសំឡេងផ្ទុះជាបន្តបន្ទាប់សំឡេងផ្ទុះខ្លាំងមួយខ្ញុំបានរុំសម្លៀកបំពាក់របស់ខ្ញុំឲ្យជិតជាងមុនហើយឡើងទៅស៊ើបអង្កេតមើលចុះមិននឹកស្មានដល់មានអ្វីមួយនៅខាងក្រៅទ្វារវាពោពេញទៅដោយហ្វូងមនុស្សងឹតដូចជាខ្ញុំគូសទ្វារដូចកណ្ដឹងខ្យល់ប៉ុន្តែខ្ញុំមិនបានធ្វើចូលទៅជិតគ្រាន់តែបើកទ្វារហើយថតរូបគ្រាន់តែមានកាមេរ៉ានិងមីក្រូហ្វូនមួយក៏គ្រប់គ្រាន់ដែរតើអ្នកកំពុងធ្វើអ្វីបង្កើតភាពចលាចលហើយហៅប៉ូលីសការជួងគូសទ្វារចៅវាយម៉ាក់បើកទ្វារខ្ញុំត្រូវទិញអាហារខ្លះមនុស្សកំពុងស្រែកឃ្លាន
អ្នកចិត្តខាងជុំវិញក៏បានដើរតាមដែរយំហើយស្រែកខ្ញុំនិយាយដោយត្រជាក់ខ្ញុំគ្មានអ្វីត្រូវទិញទេចេញពីទីនេះទៅប្រកបណាស់ពួកគេបានចាប់ផ្ដើមត្អូញត្អែអំពីការលំបាកគ្រប់គាត់បានស្ដាប់ប៉ុន្តែបន្ទាប់ពីស្ដីបន្ទោសហើយគាត់នៅតែពួកគេបានចាក់ចេញខ្ញុំគិតថានោះជាទីបញ្ចប់ហើយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេបានត្រឡប់មកវិញមិនយូរប៉ុន្មានពួកគេមកដល់ហើយលើកនេះវាកាន់តែគួរឲ្យខ្លាចថែមទៀតម្ដងមួយកាន់អាវុធកាំបិតកាក់និងបាល់បេស្បលដំបងប៉ែភ្លឺចែងចាំងនឹងគាត់ធ្វើដូចមនុស្សឈួតនៅផ្ទះខ្ញុំទ្វារត្រូវបានវាបំបែកនិងកាត់យ៉ាងសាហាវដោយមានសម្លេងនោះខ្លាំងពេកធ្វើឲ្យខ្ញុំឈឺត្រជាក់ដូច្នេះខ្ញុំក៏មានពីកន្លះថ្ងៃខ្ញុំហត់នឿយមុខខ្ញុំឈឺវាបានខ្លាចជារឿងល្បីប៉ុន្តែមានអ្វីកើតឡើងទ្វារត្រូវបានបិទតាមអ្វីទេគ្រាន់តែនៅសល់បន្តិចបន្តួចជីដាជូងដកដង្ហើមធំហើយបន្ទាប់មកគាត់ក៏បញ្ចេញខ្យល់អង្គុយលើដីស្ត្រីចំណាស់ស្អុយរលួយឲ្យតាំងវាសម្រាប់ជីវិតហើយកុំទុកឲ្យវាលូតលាស់អីបងប្រុសកុំបោះបង់អីផ្សារទំនើបពិតជានឹងដោយមានអាហារពួកគេបានតស៊ូដើម្បីរស់មិនអីទេនៅតែមានមនុស្សនៅទីនោះធ្វើពុតជាអាណិតចាស់ចរាមកឲ្យអ្នករាល់គ្នានៅក្នុងខ្ទមរបស់អ្នកកង្វល់ឥឡូវនេះឃ្លានណាស់កូនប្រុសឲ្យសូមមេត្តាបើកទ្វារឲ្យផងអញ្ចឹងហើយមនុស្សមិនគួរមានចិត្តអាត្មានិយមពេកទេគាត់នឹងទទួលរងនៅទោសការសងសឹកកាលពីជាតិមុនរបស់ខ្ញុំបានភ្លក់រសជាតិល្វីងប៉ុណ្ណឹងហើយខ្ញុំនឹងមិនគិតពីវាម្ដងទៀតទេក្នុងមួយជីវិតនេះគិតដល់ចំណុចនេះខ្ញុំក៏ផ្អៀងខ្លួនទៅលើកៅអីវិញពាក់ការស្ដាប់ត្រចៀកកាត់បន្ថយសំឡេងរំខាននៅខាងក្រៅសំឡេងរំខានបានបាត់ភ្លាមខ្ញុំបានបន្តមើលកម្មវិធីរបស់ខ្ញុំហើយបន្ទាប់ពីមួយរយៈឲ្យមនុស្សទាំងនោះលួចរបស់នៅមាត់ទ្វារអ្នកចិត្តខាងទាំងអស់បានចាក់ចេញហើយមើលចុះនោះហើយជាអ្វីទាំងអស់ដែលពួកគេអាចធ្វើបានត្រឡប់ទៅបន្ទប់ក្រោមដីវិញខ្ញុំធ្លាប់ហើយនាងបានបើកកាមេរ៉ាសុវត្ថិភាពហើយចង់ឃើញអាគារនោះជោគវាសនាដ៏សោកសៅរបស់គូស្នេហ៍ដ៏គួរឲ្យស្អប់ហើយវាមិនបានធ្វើឲ្យខ្ញុំខកចិត្តទេដោយមើលវីដេអូពីកាមេរ៉ាសុវត្ថិភាពពួកគេត្រូវបានរុំដោយក្រណាត់ជាច្រើនមួយរហែកញ័រខ្លួនជន់ត្រូវបានគ្របដណ្ដប់ដោយកម្រាលឥដ្ឋដែលត្រូវបានច្របាច់នៅជ្រុងមួយខ្ចប់អាហារសម្រន់ទេនេះគឺជាតើយើងត្រូវបានគេប្លន់មែនទេអ្នកសមនឹងទទួលបានវាព្រោះអ្នកស្ថិតនៅក្នុងក្រុមគាត់ពិតជាមានមោទនភាពណាស់នៅពេលនោះហើយឥឡូវនេះមើលមានអ្វីកើតឡើងគាត់ត្រូវបានគេអាម៉ាស់មុខតើជីវិតរបស់លីវរូយ៉ានអាចទៅជាយ៉ាងណាល្មមខ្លៅណាស់អ្វីដែលពួកគេដឹងគឺរបៀបស្តុកទុកអាហារពួកគេមិនដឹងអំពីលំនៅកាន់តែខ្ពស់វាកាន់តែត្រជាក់ខ្ញុំឆ្ងល់អំពីអ្នកចិត្តខាងខ្ញុំស្តុកគ្រាប់ថេងជាតិនិងកាំភ្លើងប៉ុន្តែមិនបានជាយ៉ាងណាក៏ដោយផ្ទះនេះកំពុងរងចាំការប្លន់នេះគ្រាន់តែជាម្ហូបចំហៀងប៉ុណ្ណោះឃើញលីវរូយ៉ានពីភួយដែលរហែកតែមួយលោកចេញពីខាងក្នុងទាំងញ័របីបានរើសនំប៉័ងចំហុយដែលឡើងផ្សិតក្បាលពេលវាហៀបនឹងត្រូវដាក់ចូលមាត់សក់ក៏ជ្រុះអស់គាត់មានប្រាជ្ញាវាងវៃនិងរហ័សរហួនហើយដោយដៃខាងខ្ញុំបានឆក់យកវានំប៉័ងចំហុយនោះជារបស់ខ្ញុំប្រកូលវាមកខ្ញុំវិញផងនេះជាផ្ទះរបស់ខ្ញុំកំពុងស្វែងរកផ្ទះរបស់ខ្ញុំអ្វីដែលមកដល់គឺជារបស់ខ្ញុំហើយម៉ៅប៊ូហ្វានក៏ត្រូវបានរាប់បញ្ចូលពួកគេឈួតហើយពួកគេទាំងពីរកំពុងឆ្លោះគ្នារឿងកាត់សក់នំប៉័ងចំហុយដែលដុះផ្សិតនោះត្រូវបានរហែកដាច់ទាំងស្រុងលីវរូយ៉ានបានឆ្លៀតឱកាសពីភាពមិនយកចិត្តទុកដាក់របស់គាត់ចំក្រលៀនម៉ៅប៊ូហ្វានតេងអញ្ចោះហើយគ្រប់ខ្លួនលីវរូយ៉ានបានដួលទៅលើដីខាងក្រោមគាត់បានឆក់យកនំប៉័ងចំហុយហើយរត់ចូលទៅក្នុងទ្វារបន្ទប់ត្រូវបានចាក់សពីខាងក្នុងអ្នករងចាំបន្តិចសិនម៉ៅប៊ូហ្វានមកដល់ហើយសំឡេងស្រែកយំនៅខាងក្រៅសំឡេងនោះគួរឲ្យអាណិតណាស់អាក្រក់មែនខ្ញុំមិនដឹងថាគាត់កំពុងជេរប្រមាថលីវរូយ៉ានតែជាខ្ញុំឬប្រហែលជាវា Blizzard អ្នកស្ដាយក្រោយដែលបានញញែជាមួយខ្ញុំភ្លៀងធ្លាក់ពេញមួយខែហើយភ្លៀងធ្លាក់ពេញស្រុកទីក្រុងងឹតទាំងអស់ផ្ទះខ្ញុំងឹតម៉ូតូអាចចាប់ផ្ដើមបានតែម្ដងការប៉ុណ្ណោះការតាមដានគឺកើតឡើងមិនទៀងទាត់នៅពេលអ្នកធ្វើចលនាអញ្ចឹងខ្ញុំឆ្ងល់ថាឆ្កែទាំងនោះនៅជាន់លើនោះយ៉ាងម៉េចដែរតើមានអ្វីកើតឡើងចំពោះបុរសនិងស្ត្រីនោះហើយជាអ្វីដែលអ្នកស្ម័គ្រចិត្តជាច្រើនអ្នកនៅក្នុងព្រៃផងដែរជំនួយសង្គ្រោះគ្រោះមហន្តរាយក្រុមគ្រប់គ្រងគ្រប់ទីកន្លែងកម្មករធម្មពលនៅ60ខ្សែភ្លើងនៅតែត្រូវបានជួសជុលហើយបុគ្គលិកពេទ្យក៏កំពុងធ្វើការលើកសាច់ជំរងដើម្បីជួយសង្គ្រោះមនុស្សខ្ញុំកំពុងតែរំកិលទូរស័ព្ទរបស់ខ្ញុំប៉ុន្តែខ្ញុំតែងតែនៅក្នុងបន្ទប់ក្រោមដីគឺចម្លែកស្អុះស្អាប់វាមានអារម្មណ៍ថប់ដង្ហើមហើយមានក្លិនភក់ដែលជារឿងចម្លែកវាមិនស្រួលទេបន្ទប់ក្រោមដីនេះប្រសិនបើខ្យល់ចេញចូលត្រូវបានខូចវានឹងមានរយៈពេលយូរនោះមិនបានសម្រេចទេខ្ញុំជួនចិញ្ចើមខ្ញុំមិនគិតថាក្លិនដីនោះត្រឹមត្រូវទេអូទេតើវាអាចមកពីអ្នកជិតខាងបង្កប់បញ្ហាម្ដងទៀតទេអ្វីហ្នឹងពួកគេមិនអាចចូលបានមុននេះទេសារទំនើបប្រហែលជាកំពុងកំណត់គោលដៅខ្ញុំរនខ្យល់ចេញចូលក្នុងផ្ទះបើកហើយខ្ញុំប្រញាប់គាត់បានរុំអោរោមរបស់គាត់ឲ្យណែនជាងមុនរួចក៏បានពិនិត្យមើលវីដេអូខ្លងមើលរបស់សារខ្យល់ចេញចូលត្រូវបានពង្រីកដោយចេតនានៅទីនោះបន្ទាប់ពីបញ្ជាក់ថាគ្មានអ្វីនៅខាងក្រៅទេលុះត្រាតែឮសំឡេងនោះទើបពួកគេរុញវាចេញដោយប្រុងប្រយ័ត្នសុវត្ថិភាពក្រាស់មួយសំឡេងហូរកញ្ជ្រៀវគ្របតែទឹកកកមួយក្តាប់តូចលាជាមួយព្រើពួកគេចាក់ទឹកចូលទៅក្នុងវាហើយវាក៏ត្រជាក់ខ្លាំងខ្ញុំញ័រខ្លួនដូច្នេះខ្ញុំក៏បន្ទាបខ្លួនចុះខ្ញុំបានស្កេនយ៉ាងលឿនទៅលើតំបន់ខាងក្រៅផ្ទៃមេឃពណ៌ដ៏ធំល្វឹងល្វើយរវាងស្ថានសួគ៌និងផែនដីវាដូចជាត្រូវបានគ្របដណ្ដប់ដោយស្រទាប់ធំក្រណាត់ពណ៌នោះស្ងាត់ឈឹងគួរឲ្យខ្លាចណាស់ភ្លាមនោះស្រាប់តែជាប់នឹងព្រៃយ៉ាងណែនខ្ញុំបានឮសំឡេងឆ្មាដ៏ស្រទន់មួយមេវអាកាសធាតុអស្ចារ្យម្លេះឆ្មាបានមកដល់ហើយខ្ញុំបានទប់ដង្ហើមម៉ែនោះជាសំឡេងឆ្មាកំពុងយំនៅតែមានឆ្មានៅកន្លែងដ៏សែនស្ងាត់ជ្រុងនេះឆ្មានៅរស់រានមានជីវិតនៅក្នុងរណ្ដៅព្រើនៅជ្រុងមួយមានផ្ទះទ្រុឌទ្រោមមួយខ្នងនិងក្រណាត់ចាស់មួយចំនួនស្មៅក្រៀមស្វិតស្ទើរតែមិនអាចទប់ខ្យល់បាននៅក្នុងសម្បុកនោះរោមសត្វមួយដុំទន់បានរួញឡើងរឿងតូចច្រឡឹងនៅក្នុងចិត្តខ្ញុំចំណុចទន់មួយបានលេចឡើងបន្ទាប់ពីជីកាត់ព្រើរួចកូនឆ្មាកកត្រូវបានបង្ហាញក្បាលជាមួយនឹងរោមពណ៌ត្នោតលឿងញ៉ៃវាគួរឲ្យខ្លាចណាស់វាចំដាំស្វាយទំហំប៉ុនដងត្នោតតូចស្គមស្កាំងស្បែកនិងឆ្អឹងភ្នែកខ្ញុំឃើញថាគាត់ហៀបនឹងស្លាប់ដូច្នេះខ្ញុំក៏ប្រញាប់កាន់វាដោយប្រុងប្រយ័ត្ននៅក្នុងដៃរបស់អ្នកក្មេងតូចឲ្យឯងមកធ្វើអ្វីនៅទីនេះទៅបន្ទប់ក្រោមដីដ៏កក់ក្ដៅបន្តិចទៅឆ្មាបានជាសះស្បើយហើយបើកភ្នែកបន្តិចបើកពណ៌លឿងទុំសើមភ្នែកខ្ញុំខ្សោយពេកមិនអាចបិទបានខ្ញុំបានជូតខ្លួនដោយកន្សែងឈាមលើខ្លួនរបស់វាត្រូវបានហូរចេញដាក់ទឹកដោះគោក្ដៅនោះចូលក្នុងមាត់វាច្រមុះរបស់កូនឆ្មាញ័រចាប់ផ្ដើមដោយលឹកវាជាខំតូចនិងឆ្ងាញ់ហើយមើលសូមឲ្យខ្មោចដែលឃ្លាននោះបានចាប់កំណើតឡើងវិញច្រមុះខ្ញុំក៏ញ័រដោយអារម្មណ៍នៅក្នុងសម័យកាលចុងក្រោយនេះសូម្បីតែការរស់រានមានជីវិតក៏ពិបាកដែរមិននិយាយពីឆ្មាទេ
បន្ទាប់មកតាមខ្ញុំនឹងឲ្យអ្នកចូលយើងដាក់ឈ្មោះឲ្យគាត់ដូចជាបរិសុទ្ធចំណាស់តូចខ្លាយកព្រមទេកូនឆ្មាស្រែកតិចពីរបីថ្ងៃក្រោយមកហាងនោះពិតជាពួកគេមកដល់ហើយខ្ញុំបើកម៉ាស៊ីនត្រជាក់យ៉ាងលឿនជាមួយនឹងព្រះអាទិត្យតិចតួចរាងកាយរបស់ខ្ញុំក៏រាងកាយរអិលចុះឡើងហើយចំអិនចានមួយមីយ៉ាងឈុនក្តៅចំហុយខ្ញុំពេលកំពុងញ៉ាំអាហារខ្ញុំបានបើកកាមេរ៉ាសុវត្ថិភាពជាន់ទី8បានខ្លាយជាប្រអប់ទឹកកកជីយូរមកហើយបន្ទុកត្រួតពិនិត្យគឺទេលើកលែងតែចង្ក្រានយ៉ែននិង Melbourne ច្បាស់ជាជាប់គាំងវាប្រែជាដុំទឹកកកហើយខ្ញុំសម្លឹងមើលវាបើកការជេរជាក្រុមរបស់ម្ចាស់ហើយអ្នកនឹងឃើញពេលយើងកំពុងនិយាយអំពីពួកគេមានអ្នកណាម្នាក់និយាយថាខ្ញុំបានឃើញគូស្នេហ៍មួយគូបានចេញទៅរកអ្វីញ៉ាំគាត់មានចិត្តងារអាក្រក់ហើយព្យាយាមប្លន់វាផ្លែឈើនោះត្រូវបានគប់ដោយផ្ទាល់ដោយបរិសុទ្ធគាត់បានចេញទៅខាងក្រៅហើយកករហូតដល់ស្លាប់មែនហើយមនុស្សបែបនោះសុំនឹងស្លាប់ពួកគេបាននិយាយថាពួកគេបានខំគ្នាទៅវិញទៅមកបរិសុទ្ធនោះចង់បង្ខំខ្លួនឯងលើស្ត្រីនោះបំណែកចុងក្រោយនៅក្នុងដៃរបស់ខ្ញុំដូចសឹងបានរុញនាងចុះទៅជាន់ក្រោមគាត់បានធ្លាក់ពីលើជណ្ដាលហើយបាក់ជើងខ្ញុំមានអារម្មណ៍ធូរស្រាលណាស់ដែលខ្ញុំមិនបានក្រោកពីដំណេកកាលពីជាតិមុនរបស់ខ្ញុំពួកគេបានគប់ខិតគ្នាពួកគេបានកករហូតដល់ស្លាប់ក្នុងជីវិតនេះពួកគេជារបស់គ្នាការសម្លាប់រង្គាលនេះពិតជាអំណោយមួយពីព្រះមែនពេលខ្ញុំហៀបនឹងបិទការជែកជាក្រុមសារមួយសារថ្មីមួយបានលេចចេញមកខ្ញុំបានឮថាតើអ្នកបានឮអំពីបរិសុទ្ធទាំងនោះដែលគោះទ្វារពីមុនទេមនុស្សគ្រប់គ្នាស្លាប់អស់ហើយមានរឿងអ្វីកើតឡើងក្រុមនានាបានទៅសហគមន៍ជិតខាងដើម្បីបន្ទោសនោះត្រូវបានក្រុមមនុស្សមួយក្រុមរកឃើញកាន់តែខុសខើថែមទៀតពួកគេបានបំផ្លាញគ្រួសារទាំងមូលរួមទាំងកូនចៅរបស់ពួកគេផងដែរពេលនោះគេប្លន់គ្រប់ទីកន្លែងរបស់ខ្ញុំភាគខាងលិចក៏ត្រូវបានគេប្លន់ដែរខ្ញុំបានមើលសារនៅក្នុងការជែកជាក្រុមធ្វើឲ្យខ្ញុំញ៉ាំវាស្ទើរតែបែកដល់គោលត្រចៀកខ្ញុំហើយក្រុមមនុស្សមួយក្រុមពួកគេគឺជាអ្នកដែលបានដឹកនាំពួកគេនៅក្នុងជីវិតបានប្លន់យករបស់របរទាំងអស់របស់ខ្ញុំក្នុងជីវិតរបស់ពួកគេបានស្លាប់យ៉ាងសោកសៅស្ដីវាពិតជាករណីនៃអំពើអាក្រក់មួយដោយទទួលបានតែវាខ្សាច់ទី3ឈូសព្រើបានឈប់បន្ទាប់ពី1ខែហើយនៅថ្ងៃទី4ប៉ុន្មានខែក្រោយមកសីតុណ្ហភាពចាប់ផ្ដើមកើនឡើងហើយសីតុណ្ហភាពនៃដុំទឹកកកចាប់ផ្ដើមរលាយបាត់កកខែទី5ផ្ដាសាយធ្ងន់ធ្ងរនៅចុងខែទីក្រុងចប់ហើយផ្សារទំនើបរបស់ខ្ញុំក៏ចប់ម្ដងទៀតយើងអាចបើកបានហើយប៉ុន្តែខ្ញុំអន់ក្បាលចុះខ្ញុំបានមើលជើងរបស់ខ្ញុំហើយមានរបស់ជាច្រើននៅជុំវិញខ្ញុំតែការលងតូចមួយបានដើរតាមខ្ញុំតូចខ្លា